សម្រាប់ខ្ញុំមហូបខ្មែរគឺជាមហូបដែលឆ្ងាញ់ជាងគេបំផុតដែលគ្មានមហូបណាយកមកជំនួសបានទេបាយថ្ងៃបាយល្ងាចម្ដងឲ្យតែបានមហូបខ្មែរនេះគឺពិសេសពិសាណាស់អ្នកទាំងគ្នាហើយបើមាននំបញ្ចុកសម្លខ្មែរចេះទៀតកាន់តែពិសេសពិសាទៀតហើយបានដាក់ជាមួយនឹងលបាយគ្រប់មុខចេះផងអ្នកទាំងគ្នានិយាយពីថាឆ្ងាញ់ផ្ដាំអ្នកផ្ទះតែម្ដងមកកន្លែងនេះធ្វើឲ្យខ្ញុំនឹកមហូបម៉ាក់ខ្ញុំខ្លាំងមែនតើអ្នកទាំងគ្នាដូចបានតែញ៉ាំបាយនៅផ្ទះអញ្ចឹងហើយគ្រប់មហូបមកពីមួយមុខទៅមួយមុខហ្នឹងធ្វើឲ្យខ្ញុំនឹកមហូបនៅផ្ទះខ្លាំងមែនតើតែម្ដងហើយខ្ញុំមកថ្ងៃនេះហ្នឹងគឺមកហាងរមៀតនឹងឯងអ្នកទាំងគ្នាដែលហាងរបស់គាត់ហ្នឹងគឺនៅក្នុង Sakura Avenue ដែលនៅម្ដុំ OCIC យ៉ាងហ្នឹងហើយនៅក្រោយ Starbucks នឹងឯងអ្នកទាំងគ្នាខ្ញុំមកចំថ្ងៃដែលគាត់ Grand Opening ហាងតែម្ដងហើយសម្រាប់ថ្ងៃដែលបើកសម្ពោធនឹងផងដែរគាត់ក៏បានអញ្ជើញលោកអ៊ំដែលគាត់នៅក្នុងសមាគមស៊ីក្លូកម្ពុជាមកភ្លក់អាហារនៅកន្លែងគាត់ផងដែរអ្នកទាំងគ្នាហើយខ្ញុំពិតជាសរសើរទឹកចិត្តបងម្ចាស់ហាងខ្លាំងមែនតើគាត់បានធៀមម្ហូបច្រើនខ្លាំងមែនតើដើម្បីទទួលស្វាគមន៍លោកពូលោកអ៊ំដែលគាត់នៅសមាគមស៊ីក្លូកម្ពុជាដើម្បីមកពិសាអាហារនៅកន្លែងគាត់ថ្ងៃនេះមានរៀបចំតាំងពីនំបញ្ចុកសឡខ្មែរហើយម្ហូបដែលល្បីឆ្ងាញ់ប្រចាំហាងរបស់គាត់ហ្នឹងក៏គាត់បានរៀបជាច្រើនមុខដើម្បីត្រៀមទុកជូនលោកអ៊ំដែរអ្នកទាំងគ្នាហើយបើនិយាយទៅម្ហូបកន្លែងគាត់នេះគឺសុទ្ធសឹងតែជាម្ហូបខ្មែរយើងសុទ្ធសាធតែម្ដងមានតាំងពីមាន់ដុតបុកអំពិលប្រហុកអង្ក្រងត្រីតែងអាំងបុកអំពិលជ្រក់ស្វាយឬក៏ញោមស្ដៅអីណាណីហ្នឹងក៏គាត់មានគ្រប់សពបែបយ៉ាងអស់ហើយជាពិសេសប្រហុកចំហុយហ្នឹងមកអ្នកទាំងគ្នាសម្លវិញមានច្រើនម៉ូតច្រើនម៉ាក់ណាស់សូម្បីតែសម្លម្ជូរដែលគាត់រៀបជាឈុតបែបនេះក៏មានសម្លម្សៅឯណាណីក៏គាត់មានដែរបើសម្លបញ្ជូរនេះវិញគឺម្ជូរបែប creative អ្នកទាំងគ្នាទៅញ៉ាំមកដូចបានស្លខ្លួនឯងចឹងព្រោះគាត់រៀបគ្រឿងដាក់នៅលើនេះហើយស្រេចអស់ហើយយើងទៅដល់គ្រាន់តែកាយចូលឆ្នាំងដូចយើងស្លអញ្ចឹងនិយាយទៅមកនេះបានញ៉ាំហើយបានយល់ដឹងពីបន្លែគ្រឿងផ្សំដែលគេដាក់ចូលទៅក្នុងសម្លនឹងទៀតនិយាយទៅមួយយ៉ាងដែរហើយដោយតែឃើញអញ្ចឹងមុនហ្នឹងគឺបងនេះគាត់បានស្លុកហើយដើម្បីទុកពេលឲ្យសម្លពុះគាត់មកភ្លក់នំបញ្ចុកដែលគាត់បានផ្សំគ្រឿងមុនហ្នឹងសិននិយាយទៅពួកខ្ញុំមកឲ្យតែឃើញនំបញ្ចុកគឺខ្វាកដើរទៅយកដើរទៅចាប់ទៅគឺត្រូវតែចាប់យកមកមុនគេហ្មងអញ្ចឹងឆ្លៀតពេលយើងសម្លមិនតាន់ពុះយើងដាក់នំបញ្ចុកមុនទៅនំបញ្ចុកសម្លខ្មែរហ្នឹងហើយនំបញ្ចុកសម្លខ្មែររបស់គាត់គឺឈ្ងុយប្រហុកឆ្ងាញ់មែនតើហ្មងថាតែនំបញ្ចុកទេនេះសំបីតែស្លម្ជូរនេះគឺឈ្ងុយក្លិនប្រហុកហ្មងអ្នកទាំងគ្នាអ្នកចូលចិត្តប្រហុកដូចពួកខ្ញុំអីត្រូវហើយបើសម្លម្សៅគាត់នេះវិញហត់មកគ្រូកមកនិយាយពីថាជាតិឥឡូវនេះសម្លម្ជូរដែលបងនេះបានលាយគ្រឿងចូលមុនហ្នឹងគឺថាឆ្អិនរួចរាល់ជាការស្រេចអាចញ៉ាំបានហើយអ្នកទាំងគ្នាម្ជូរនេះមានតាំងពីកពឹសមានតាំងពីក្តាមស្រែមានតាំងពីកូនត្រីមានតាំងពីត្រីផ្ទុកត្រីអីទៀតណាហើយនិយាយពីបានហត់មកគ្រូកមកនឹកសម្លម្ជូរនៅផ្ទះខ្លាំងហ្មងព្រោះដោយសារតែសម្លម្ជូរម៉ាក់ខ្ញុំធ្វើគឺរសជាតិបែបហ្នឹងហ្មងអ្នកទាំងគ្នាជាទៅមកញ៉ាំកន្លែងគាត់នេះគឺនឹកឃើញមុខម្ហូបអ្នកផ្ទះធ្វើតែម្ដងដូចត្រីដុតត្រីអាំងឯហ្នឹងគឺមុខម្ហូបប្រចាំហើយឲ្យតែថាបាយថ្ងៃត្រង់មកដឹងតែមានឯកាពីជំនាន់ខ្ញុំនៅក្មេងៗញ៉ាំបាយជុំគ្នាជាមួយនឹងម៉ាក់ប៉ានៅស្រុកចឹងណាក្តាមប្រៃកែបបោកអីអស់នេះគឺមិនដែលចោលទេឲ្យតែថាដល់ពេលបាយគឺមានតែម្ដងកែបបោកគាត់នេះគឺយកមកជ្រលក់ជាមួយនឹងបុកអំពិលអញ្ចឹងគឺកាន់តែឆ្ងាញ់ទៀតអ្នកទាំងគ្នាអត់ដឹងថាអ្នកទាំងគ្នាដែរសាកញ៉ាំផ្ទាប់មួយបុកអំពិលអញ្ចឹងឬក៏អត់ទេតែបើខ្ញុំវិញចូលចិត្តមែនតើទឹកគ្រឿងវិញមើលតែបន្លែក៏ដឹងតែឆ្ងាញ់ដែរហើយបើប្រហុកអាំងលើជ្រុញនេះខ្ញុំគ្រាន់តែដើរចូលមកដល់គឺឈ្ងុយអានឹងមុនគេហ្មងឃើញត្រូវគាត់ដាក់តម្រៀបលើតុចេះផងគឺមកកោពោះឃ្លានប្រហុកអាំងលើជ្រុញនឹងមែនតើហ្មងមន់នេះមើលតែប៉ុណ្នេះក៏ដឹងតែថាមន់ស្រែដែរនិយាយទៅថាបេះមិនចង់ចេញទេព្រោះមន់ស្រែយើងគឺសាច់ស្វិតឆ្ងាញ់ល្អខ្លាំងមែនតើឆ្ងាញ់មិនឆ្ងាញ់មើលតែទឹកមុខបងនេះទៅដឹងហើយគឺថាញ៉ាំអត់មានតលាក់លភាតលាក់ចង្កឹះទេគឺកាយញាត់តែម្ដងណាដូចមន់អញ្ចឹងគឺថាមកចំហៀងម្នាក់ឯងហ្មងយីមែនណាអញ្ចឹងបញ្ជាក់អ្នកទាំងគ្នាម្ដងទៀតហាងដែលមាននាំអ្នកទាំងគ្នាមកថ្ងៃនេះគឺមានឈ្មោះថារមៀតដែលទីតាំងរបស់គាត់ហ្នឹងនៅម្ដុំ OCIC ម្ដុំឈុចវាយើងហ្នឹងនិយាយទៅគឺនៅក្នុង Sakura Avenue នឹងឯងចាំ admin ដាក់ Google Map ឲ្យ